ការអង្គុយរងចាំឲ្យគូព្រេងមករកដល់ផ្ទះវាជារឿងដែលចំណាយពេលយូរពេកហើយក្នុងសម័យកាលនេះមានមនុស្សជាច្រើននៅលាវមិនមែនមកពីពួកគាត់មិនល្អទេប៉ុន្តែមកពីកំពុងលាក់ខ្លួនពីឱកាសបើយើងចង់បានស្នេហាដែលស្រស់ស្អាតយើងត្រូវចេះនាំខ្លួនឯងទៅរកស្នេហាវិញ1នាំខ្លួនឯងទៅកាន់បរិយាកាសដែលយើងប្រាថ្នាយើងមិនអាចជួបមនុស្សដែលចេះដឹងក្នុងកន្លែងដែលគ្មានការអប់រំទេយើងក៏មិនអាចជួបមនុស្សដែលស្រឡាញ់សុខភាពនៅក្នុងកន្លែងដែលបំផ្លាញសុខភាពដែរចង់បានមនុស្សបែបណាចូលនាំខ្លួនឯងទៅកន្លែងដែលមានមនុស្សបែបនោះនៅបើចង់បានមនុស្សមានចំណេះដឹងទៅបណ្ណាល័យឬសិក្ខាសាលាបើចង់បានមនុស្សពូកែរកស៊ីទៅកន្លែងដែលមានការជួបជុំអ្នកជំនួញ2បើកចិត្តនិយាយនិងបង្កើតភាពស្និទ្ធស្នាលការនៅស្ងៀមប្រៀបដូចជាការបិទទ្វារផ្ទះដែរភាពក្លាហានក្នុងការចាប់ផ្ដើមសន្ទនាខ្លីៗគឺជាសោដែលបើកបេះដូងអ្នកដទៃមិនចាំបាច់និយាយវែងឆ្ងាយទេត្រឹមតែស្នាមញញឹមឬការសួរសុខទុក្ខតិចតួចចំពោះមនុស្សដែលយើងចាប់អារម្មណ៍ក៏អាចជារឿងដែលធ្វើឲ្យគេចងចាំយើងបាត់ទៅហើយភាពក្លាហានបន្តិចបន្តួចនេះគឺជាផ្លូវនាំទៅរកស្នេហា3ការព្យាយាមគឺជាការបង្កើនឱកាសស្នេហាពិតមិនមែនកើតឡើងដោយចៃដន្យ 100% ទេតែវាជាការផ្សំគ្នារវាងជោគវាសនានិងការខិតខំចេញទៅក្រៅជួបមនុស្សថ្មីៗឲ្យបានច្រើនកុំខ្លាចការបដិសេធព្រោះរាល់ការជួបមនុស្សដែលមិនត្រូវចិត្តវាកាន់តែធ្វើឲ្យយើងខិតចិត្តមនុស្សដែលត្រូវចិត្តការនាំខ្លួនឯងទៅជួបមនុស្សថ្មីៗទៅកាន់កន្លែងដែលយើងពេញចិត្តវាបង្ហាញថាយើងជាមនុស្សស្រឡាញ់ខ្លួនឯងនិងឲ្យតម្លៃលើសុភមង្គលខ្លួនឯងនៅពេលយើងមានភាពក្លាហាននាំខ្លួនឯងទៅរកពិភពលោកនឹងនាំមនុស្សដែលមានបេះដូងដូចយើងមករកយើងដោយឯកឯង